មេដាបេដាដែលដឹងថាត្រូវទៅដាក់នៅសាលាណាដែលទទួលបានការយកចិត្តទុកដាក់ចង់បានកម្មវិធីល្អអីអាចមកសាកនៅនេះបានយកមកដាក់នៅនេះគឺទុកចិត្តហ្មងកូនខ្ញុំដាក់នៅនឹងផ្ទាល់ចូល3ឆ្នាំហើយអញ្ចឹងខ្ញុំអត់ដូរសាលាទៀតទេនេះខ្ញុំឈ្មោះលឹមសុខេងជាអាណាព្យាបាលសិស្សឈ្មោះសម្បត្តិសូនីតាសប្តាហ៍ថ្ងៃនេះគាត់រៀនដល់ថ្នាក់ទី1ហើយគោលដៅរបស់ខ្ញុំឃើញសាលាមាន3ភាសាអញ្ចឹងខ្ញុំចង់ឲ្យកូនខ្ញុំចេះ3ភាសាហ្នឹងទាំងខ្មែរទាំងចិននិងអង់គ្លេសហើយនៅពេលដែលដាក់គាត់ហើយការគ្រប់គ្រងក៏ដូចជាគ្រូនៅហ្នឹងគាត់ជួយណែនាំឲ្យបរៀនបានល្អចាឃើញថាសាលារៀបចំកម្មវិធីបានល្អនិយាយទៅកម្មវិធីមានច្រើនសម្រាប់ឲ្យសិស្សគាត់ស្វែងយល់ពីទាំងក្នុងសាលាក៏ដូចជាទៅក្រៅដូចមានទៅ playground ដូចជាហែលទឹកកម្មវិធីកីឡាអីបានច្រើនហើយបើនិយាយពីភាសាវិញក៏ល្អដែរបានដល់3ភាសាអញ្ចឹងធ្វើឲ្យក្មេងគាត់អាយុនេះគាត់ហ៊ានបានច្រើនភាសាអ្វីដែលខ្ញុំសង្កេតឃើញគាត់ហ្នឹងគាត់ក្លាហានជាងមុនធម្មតាពីមុនគាត់ទៅក្រៅគេគាត់សូវនិយាយទេសូម្បីនៅផ្ទះក៏ដោយប៉ុន្តែនៅពេលដែលគាត់បានមករៀនគាត់ស្គាល់មិត្តភ័ក្តិហើយគាត់និយាយច្រើនគាត់ដឹងច្រើនពីការរៀនសូត្រអីគឺគាត់រៀនឆាប់ចាប់បានហ្មងតាមពិតទៅដំបូងខ្ញុំចង់ដាក់គាត់ផ្សារដែរទេចាដោយសារដំបូងហ្នឹងខ្ញុំក៏ដឹងថាជ្រើសរើសសាលាណាដែលដាក់ទៅត្រូវចំណាយថវិកាក្នុងការសិក្សាគាត់ឲ្យត្រូវគោលដៅអញ្ចឹងណាប៉ុន្តែនៅពេលដែលខ្ញុំដាក់គាត់តេស្តទៅទី1ខ្ញុំទទួលបានលទ្ធផលល្អការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូដូចជាកម្មវិធីអប់រំកម្មវិធីសិក្សាហ្នឹងគឺល្អហើយចំណេះដឹងរបស់គាត់គឺកើនហ្មងគាត់ដឹងច្រើនហ្មងចាខុសពីគាត់នៅផ្ទះបើមេដាបេដាដែលដឹងថាត្រូវទៅដាក់នៅសាលាណាដែលទទួលបាន3ភាសាហើយជាមួយនឹងតម្លៃក្នុងការសិក្សាក៏ដូចជាការយកចិត្តទុកដាក់ពីអ្នកគ្រូលោកគ្រូនៅសាលានេះអីហើយចង់បានកម្មវិធីល្អអីអាចមកសាកនៅនេះបាននិយាយទៅនៅនេះខ្ញុំទុកចិត្តយកនីតាមកដាក់នៅនេះគឺទុកចិត្តហ្មងចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់មេដាបេដាដែលរកសាលាណាដែលល្អគឺដាក់នៅហ្នឹងឯងល្អកូនខ្ញុំដាក់នៅហ្នឹងផ្ទាល់និយាយទៅចូល3ឆ្នាំហើយដាក់នៅនេះហ៎ចាអញ្ចឹងខ្ញុំអត់ដូរសាលាទៀតទេចាអរគុណ